ជំរាបសួរសួស្តីបងប្អូនទាំងអស់គ្នាបងប្អូនទេមើលថាថ្ងៃនេះនឹងខ្ញុំមកធ្វើម្ហូបអីម្ហូបនេះគឺថាលឿនងាយឆាប់បានញ៉ាំប៉ុន្តែឆ្ងាញ់មុខម្ហូបមួយហ្នឹងបងប្អូនធ្វើគ្រប់គ្នាហើយធ្វើញឹកទៀតសឹងរាល់ថ្ងៃថាបងប្អូនទេនាងខ្ញុំក៏ចឹងដែរពេលខ្លះប្រញាប់អីគឺថាលឿនមែនតើធ្វើតែមួយផ្លែទេក៏យើងបានញ៉ាំហើយតែឥឡូវនេះនាងខ្ញុំមកចៀនពងមាន់ជាមួយនឹងមីស៊ូវិញម្ដងជាមួយរសជាតិវិញបងប្អូនទាំងអស់គ្នាធ្លាប់តែរាល់ដងចៀនពងមាន់ធម្មតាចឹងនេះខ្ញុំមានពងមាន់ចំនួន2គ្រាប់ហើយមានមីស៊ូមួយកញ្ចប់ទូចចឹងយើងយកមីស៊ូរបស់យើងមកត្រាំទឹកសិនរួចហើយនេះខ្ញុំកូរពងមាន់ដាក់ចានអំបិលមួយចិបដាក់ម្សៅស៊ុបមួយចិបដាក់ទឹកស៊ីអ៊ីវមួយចិបទឹកត្រីមួយចុងស្លាបព្រាបាយរួចកូរពងមាន់ឲ្យសព្វចូលគ្នាហើយពងមាន់របស់យើងបែកបានល្អជាមួយនឹងគ្រឿងឃើញថាពងមាន់របស់យើងបានសព្វគ្រឿងល្អហើយនេះខ្ញុំបានដាក់ជាមួយមីស៊ូចូលដាក់មីស៊ូចូលហើយនេះខ្ញុំសកត់ឲ្យពងមាន់ចូលជាតិជាមួយនឹងមីស៊ូរួចហើយដាក់ម្រេចចូលរួចហើយនេះខ្ញុំបានដាក់ខ្ទះឲ្យក្តៅចាក់ប្រេងលាវបន្តិចរួចហើយនេះខ្ញុំចាក់ពងមាន់ចូលដូចយើងចៀនពងមាន់ធម្មតាចាំបងប្អូនទាំងអស់គ្នារួចហើយនេះខ្ញុំបានរោយស្លឹកខ្ទឹមពីលើតិចៗដើម្បីឲ្យពងមាន់របស់យើងកាន់តែឈ្ងុយឃើញថាពងមាន់មកខាងឆ្អិនហើយខ្ញុំបានត្រឡប់មកខាងទៀតហើយនេះខ្ញុំលាយទឹកសយើងដាក់ទឹកប៉េងប៉ោះមួយចុងស្លាបព្រាបាយទឹកម្ទេសមួយចុងស្លាបព្រាបាយចឹងឃើញថាពងមាន់របស់យើងឆ្អិនហើយនេះខ្ញុំបានដួសដាក់ចានបន្ទាប់មកនេះខ្ញុំបានយកទឹកសដែលបានលាយមិញហ្នឹងដាក់ពីលើដើម្បីឲ្យមានរសជាតិកាន់តែឆ្ងាញ់ហើយសម្រាប់គេក៏កាន់តែស្អាតដែររួចហើយនេះខ្ញុំបានបន្ថែមម្ទេសមួយគ្រាប់ទៀតមើលទៅកាន់តែទាក់ទាញហើយចង់ញ៉ាំមែនតើបងប្អូនទាំងអស់គ្នាឃើញសម្រស់ស្អាតប៉ុណ្ណឹងប៉ុន្តែរសជាតិវិញគឺថាឆ្ងាញ់មែនតើបងប្អូនមានពងមាន់សតនឹងធ្វើអីអាចចូលមើលវីដេអូនេះខ្ញុំបាននេះខ្ញុំធានាថារសជាតិគឺឆ្ងាញ់ព្រោះថាយើងធ្វើអញ្ចឹងប្លែកបងប្អូនទាំងអស់គ្នាញ៉ាំបាយបានច្រើនមែនតើបើយើងយកពងមាន់ទៅចៀនឬក៏ស្ងោរតារាគឺថាពេលខ្លះយើងញ៉ាំអត់កើតទេអញ្ចឹងបងប្អូនអាចសាកធ្វើញ៉ាំបានព្រោះថាលឿនទេតែមួយផ្លែទេក៏យើងបានញ៉ាំហើយតើបងប្អូនញ៉ាំបាយជាមួយនេះខ្ញុំទាំងអស់គ្នាអរគុណបងប្អូនដែលបានតាមដានវីដេអូនេះខ្ញុំតាំងពីដើមរហូតដល់ចប់